Hey សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចនសីអញ្ចឹងមកដល់ពេលនេះយើងអាចដឹងថា fan Marvel ច្រើនជាង fan DC ហើយគ្នាយើងភាគច្រើនក៏ប្រកាសជាបានមើល Endgame ដែរមានអ្នកខ្លះយំផងសាយផងនិងនឹកដល់ឈុនមួយចំនួនផងវាពិបាកនៅពេលដែលអ្នកមើលរឿងដែលអ្នកចូលចិត្តបំផុតហើយបាត់បង់តួចូលចិត្តបំផុតទៀតនិងមិនដឹងពេលណាមានវគ្គ Avenger ទៀតនោះទេព្រោះពេលនេះនៅសល់តែ Spider-Man Far From Home ប៉ុណ្ណោះសម្រាប់កាត់ចិត្តតែមិនអីទេបើសិនជាអ្នកត្រូវការរបស់កាត់ចិត្តមួយទៀតនោះនៅពេលនេះ Oppo មានថ្នាំបន្សាបបានបញ្ជាក់លុះត្រាណាតែអ្នកជាអ្នកចូលចិត្តផ្កាប់ខ្លាំងប៉ុណ្ណោះឬក៏ជាអ្នកនិយម smartphone យីហោនេះ Hey អ្នកទាំងអស់គ្នានេះគឺជា Oppo F11 Pro Marvel Avenger Endgame Limited Edition ម៉ាស៊ីននេះមិនមានច្រើនគ្រឿងទេតែបើលក់ដាច់ខ្លាំងគេនឹងអាចផលិតថែមយ៉ាងអញ្ចឹងដែរអ្វីដែលគ្រាន់បើនោះគឺទីផ្សារស្រុកយើងមានដាក់វាលឿនជាងប្រទេសមួយចំនួននៅតំបន់ខ្លះនៅ pre-order នៅឡើយទេវាអាចទទួលបានម៉ាស៊ីននៅថ្ងៃ4ខាងមុខអញ្ចឹងស្រុកយើងរៀងលយជាងផ្នែកដែលខ្ញុំសម្គាល់បន្ថែមគឺនៅត្រង់កែងប្រអប់នេះដោយមានអក្សរបញ្ជាក់ថាម៉ាស៊ីននេះគឺសម្រាប់លក់និងប្រើក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនិងមានច្បាប់បញ្ជាក់បន្ថែមទៅលើ design ផងដែរប្រអប់លើកនេះមានពណ៌ខ្មៅសុទ្ធចាក់ទឹកថ្នាំ logo Avenger នៅចំហៀងនិងមានស្លាកសញ្ញា Oppo Marvel និង Avenger បន្ថែមនៅជុំវិញប្រអប់តែម្ដងបើប្រអប់មកភ្លាមរបស់ដែលបង្ហាញមុខមុនគឺផ្ទាំង logo Hero ទាំង6ព័ទ្ធជុំវិញកាក់ Avenger ពណ៌មាសវាជាកាដូបន្ថែមខ្ញុំជីកជាមួយវាកាន់ផ្ទាល់វាមានទម្ងន់ធ្ងន់ល្អនិងចាំងរលោងស្អាតមែនទែនខ្ញុំអាចនឹងរក្សាវាទុកក្នុងប្រអប់ collection របស់ខ្ញុំនៅក្រោមបន្ទាប់នេះជា F11 Pro ក្រោមទៀតយើងទទួលបានស្រោមការពារពណ៌ខៀវមួយដ៏ឡយវាក៏មានកង់ចិញ្ចៀនបែបរបស់ Cap ដែរយើងអាចពាក់វានៅដៃបានការពារពីការធ្លាក់ឬក៏កលមើលរឿងបានសាច់ខាងក្នុងវាក៏ទន់ដែរដូចនេះវាអាចការពារពីភាពឆ្កូតដល់ថ្នាំទូរស័ព្ទបានមួយកម្រិតធំបន្ទាប់ក្រដាសណែនាំជាមួយបញ្ចូលចាក់ SIM ខ្សែ micro USB ដុំសាកលឿនដែល support VOOC 3.0 និងកាស 3.5 mm មួយអូខេហើយថងស្រោបចេញទៅអ្នកទាំងអស់គ្នានេះជាខ្លួនប្រាណថ្មីដែលទទួលបានការស្រោបរសជាតិចេញពី Marvel បើទោះជាខ្ញុំជាអ្នកនិយម DC Man ព្រោះខ្ញុំអាន DC Comic និងមើល DC Animate ច្រើនក៏ដូចជារឿងផងដែរតែនៅពេលចាប់កាន់ម៉ាស៊ីននេះផ្ទាល់ខ្ញុំរៀងចង់ទុកប្រើជាប់ខ្លួនមួយរយៈដែរតម្រាំ Endgame ចេញនៅលើ Blu-ray សាច់ពណ៌ខៀវថ្មីនេះ Oppo ហៅថា Space Blue ដាក់អញ្ចឹងទៅមានអីស៊ីគ្នាទៅនឹង Guardian of the Galaxy ហើយនៅសាច់ជ្រៅបន្តិចបើយើងមកចិត្តវាបង្កប់ក្រឡាប្រទាក់គ្នាបែបសម្បុកឃ្មុំឬបែបសំណាញ់ពីងដែរកាត់យល់ថាអញ្ចឹងចោះចំណែកកន្លែងដែលបន្តឲ្យអស្ចារ្យបន្ថែមដើម្បីសម្គាល់ឲ្យដឹងថានេះជា Smartphone Avenger ដែលយើងមិនបានឃើញនៅក្នុងរឿងនោះគឺ logo A ពណ៌ក្រហមដ៏ធំកាត់ចំហៀងនេះអញ្ចឹង boot ម៉ាស៊ីនឡើងវាចំណាយពេលមួយសន្ទុះ set up រួចរាល់ចូលទៅដល់ផ្ទាំងដើមយើងនឹងឃើញផ្ទៃ wallpaper Avenger មានដំឡើងមកស្រាប់តែទៅលើ icon និង UI គឺมันបានកែច្នៃឲ្យប្លែកឬក៏មាន skin Marvel អីពីលើទេធម្មតារៀង set បន្តិចទាំងផ្ទៃរូបភាពក៏មានតែមួយប៉ុណ្ណោះខ្ញុំសូមបញ្ជាក់ថាទៅលើរចនាបថកន្លែងដាក់ប៊ូតុងអេក្រង់កាមេរ៉ាក្រោយកាមេរ៉ាមុខផុសឡើងនិងកម្លាំងម៉ាស៊ីនគឺមិនខុសគ្នាពី F11 Pro ចំនួនធម្មតាឡើយគឺដូចគ្នាទាំងស្រុងតែម្ដងហើយសម្រាប់អ្នកដែលមិនទាន់បានមើលវីដេអូបង្ហាញពេញរបស់ខ្ញុំទេអ្នកអាចចូលទៅមើលបន្ថែមបានបើចង់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ F11 Pro នេះកន្លែងដែល Marvel បាញ់ឈាមចូលបន្ថែមនោះគឺប៊ូតុងចាក់សោចាក់ពណ៌ក្រហមទាក់ទាញជាងមុនវាក៏មានឈាមចូលហុកដែរជាឆ្នូតពណ៌បៃតងតូចនេះចំណែកនៅលើកាមេរ៉ាបន្តិចមាន logo Avenger ពណ៌ទឹកប្រាក់មួយទៀតមើលទៅដូចជាអស់ហើយដូចជាអត់មានអ្វីច្រើនជាងនេះទេសរុបមកខ្ញុំក៏សូមនិយាយឲ្យអស់ទៅបើទោះជា smartphone នេះវាប្លែកមែនវាស្អាតជាង F11 Pro ធម្មតាមែនតែវាក៏មិនប្រកាសថាសមឲ្យអ្នកបដូរទូរស័ព្ទថ្លៃមកទិញឬក៏លក់ F11 Pro ក្នុងដៃអ្នកប្រាស្រ័ព្ទមកទិញទេព្រោះវាមានតម្លៃថ្លៃជាង F11 Pro ធម្មតាដល់ទៅ$50ណោះវាឡើងតម្លៃខ្លួនដល់ទៅ$389និងមានលក្ខណៈសម្បត្តិក៏ដូចជារចនាបថដូចគ្នាទាំងស្រុងតែបើសួរថា F11 Pro Endgame ស័ក្តិសមសម្រាប់អ្នកណានោះវាប្រកាសជាអ្នកគាំទ្រ Marvel និង Oppo ហើយវាក៏អាចអូសអ្នកប្រើ smartphone យីហោដទៃមួយចំនួនឲ្យរាចិត្តមកចង់បាន F11 Pro នេះដែរដោយសារវាទះរសជាតិ Marvel ស្ទើរតែគ្រប់កន្លែងនិងដាក់លក់ចំពេល Endgame កំពុងបញ្ចាំងនៅក្នុងរោងកុនទៀតផងអញ្ចឹងនេះជា F11 Pro Endgame Edition តែអ្នកគិតយ៉ាងណាដែរគិតថាទិញអត់ហើយអរគុណសម្រាប់ការទស្សនាបើចូលចិត្តកុំភ្លេចចុច like share និង sub ផងដោយរដងខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតជោគជ័យពីមុខជំនួញជាអ្វីដែលខ្ញុំទទួលបានហើយខ្ញុំកាន់តែទទួលវាបន្ថែមទៀត
សម្រាប់ការរស់នៅរបស់គ្រួសារខ្ញុំដែលកាន់តែជោគជ័យ រាល់សេវាកម្មខ្ញុំបានបំពេញយ៉ាងល្អសម្រាប់អតិថិជនរបស់ខ្ញុំហើយខ្ញុំក៏កាន់តែបំពេញយ៉ាងល្អឥតខ្ចោះថែមទៀតសម្រាប់សកម្មភាពប្រចាំថ្ងៃនៃការរស់នៅរបស់ខ្ញុំ គ្រប់កលៈទេសៈគឺសុទ្ធតែជាសុភមង្គលការរស់នៅដ៏ប្រសើរដែលគ្មានទីបញ្ចប់ចាប់ផ្ដើមទទួលយកការរស់នៅជាមួយភាពជោគជ័យក្នុងវេលាភ្លោះមុតថ្មីរបស់បរិយពេងហួតធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ